ហ៊ុនបច្ចេកវិទ្យាសុខាភិបាល Digital ពេទ្យយើងពិតជាមានសេចក្តីរីករាយនិងកិត្តិយសដែលត្រូវបានអញ្ជើញឲ្យចូលរួមនិងធ្វើជាវេគ្មិននៅក្នុងកម្មវិធីកិច្ចពិភាក្សាធុរកិច្ចតុកមូលស្ដីអំពីកិច្ចព្រមព្រៀងបង្កើតតំបន់ពាណិជ្ជកម្មសេរីអាស៊ានអូស្ត្រាលីនូវែលសេឡង់ឆ្នាំ2025កម្មវិធីនេះធ្វើឡើងជួបជជែកពិភាក្សារវាងមន្ត្រីជំនាញនិងអ្នកធុរកិច្ចដើម្បីពិភាក្សាអំពីរបាំងពាណិជ្ជកម្មចែករំលែកបទពិសោធន៍ចំណេះដឹងអត្ថប្រយោជន៍នៃកិច្ចព្រមព្រៀងដំឡើងកម្រិតនៃអាស៊ីតាលក្ខខណ្ឌតម្រូវការនាំចេញនាំចូលដើម្បីគាំទ្រដល់សហគ្រាសធុនតូចនិងមធ្យមដែលកំពុងនាំចេញឬកំពុងត្រៀមខ្លួននាំចេញទៅកាន់ទីផ្សារអន្តរជាតិជាពិសេសនោះប្រទេសអូស្ត្រាលីនិងនូវែលសេឡង់ក្នុងនោះក្រុមហ៊ុនបច្ចេកវិទ្យាសុខាភិបាល Digital ពេទ្យយើងត្រូវបានអញ្ជើញឲ្យចូលរួមក្នុងការចែករំលែកបទពិសោធន៍នៃប្រតិបត្តិការរបស់ក្រុមហ៊ុនទៅទីផ្សារអន្តរជាតិនៅក្នុងតំបន់អាស៊ាននិងនៅសហរដ្ឋអាមេរិកលើបទពិសោធន៍ល្អៗដូចជាការត្រៀមខ្លួនកត្តាប្រឈមនិងដំណោះស្រាយចាំបាច់សូមជម្រាបជូនម្ដងទៀតពេទ្យយើងជាក្រុមហ៊ុនបច្ចេកវិទ្យាសុខាភិបាល Digital ត្រូវបានផ្ដួចផ្ដើមបង្កើតឡើងនៅឆ្នាំ2013និងដាក់ឲ្យដំណើរការនៅលើទីផ្សារជាផ្លូវការនៅឆ្នាំ2015ពេទ្យយើងត្រូវបានបង្កើតឡើងដោយលោកស្រីពងលីនសានជាស្ថាបនិកនិងប្រធាននាយកប្រតិបត្តិនិងលោកប៊ិនសុជាតិជាសហស្ថាបនិកក្នុងនោះពេទ្យយើងជាក្រុមហ៊ុនបច្ចេកវិទ្យាសុខាភិបាល Digital ឈានមុខគេតែមួយគត់ដែលបានពង្រឹងប្រតិបត្តិការទៅបណ្ដាញប្រទេសចំនួន4នៅក្នុងសហគមន៍អាស៊ាននិងនៅសហរដ្ឋអាមេរិកនៅសហរដ្ឋអាមេរិកក្រុមហ៊ុនប្រតិបត្តិការក្រោមឈ្មោះផ្លូវការ PMed Technologies Incorporated ពេទ្យយើងជាប្រព័ន្ធបច្ចេកវិទ្យាសុខាភិបាល Digital ឈានមុខគេនិងដំបូងគេនៅកម្ពុជាដែលបានចូលរួមចែករំលែកកសាងសេវាថែទាំសុខភាព Digital ឆ្លាតវៃដើម្បីជួយឲ្យប្រជាពលរដ្ឋមានឱកាសនិងជម្រើសថ្មីក្នុងការទទួលបានសេវាថែទាំសុខភាពនិងមានភាពងាយស្រួលជាងមុន។